ដំឡូងសម្បកសសាច់សនេះខ្ញុំទើបតែប្រមូលផលហើយនៅក្នុងដី1 ហិកតាខ្ញុំទទួលបានទិន្នផល12តោនជាងដែលបងប្អូនតាមដានខ្ញុំកន្លងមកបងប្អូនដឹងហើយថាដំឡូងខ្ញុំនេះគឺត្រូវថ្នាំកជីបគេខ្លះអញ្ចឹងបើសិនជាអត់ត្រូវថ្នាំកជីបទេខ្ញុំអាចទទួលផលបានលើសនេះប៉ុន្តែផល12តោនជាងនេះក៏យើងអាចទទួលយកបានដែរដោយសារតែខ្ញុំលក់បានថ្លៃដែរនៅពេលដែលខ្ញុំប្រមូលផលនោះគឺខ្ញុំលក់បានរហូតដល់1650អញ្ចឹង12តោនជាងនេះគឺបានលុយច្រើនដែរបងប្អូនបាទជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះនាំបងប្អូនមកផ្លាយអារម្មណ៍បន្តិចគឺចុះមកកោះចការបស់ខ្ញុំផ្ទាល់ហើយមួយរយៈនេះគឺខ្ញុំរវល់ពេកបងប្អូនអត់បានធ្វើវីដេអូជូនបងប្អូនមើលដំឡូងនេះខ្ញុំកោះហើយខ្ទង់ជាង10ថ្ងៃហើយក៏ប៉ុន្តែខ្ញុំទើបតែបានកាត់តវីដេអូចែកជូនបងប្អូនបានមើលហើយដំឡូងនេះដែរគឺដែលខ្ញុំដាំតាំងពីដំបូងបងប្អូនដែលខ្ញុំថតឲ្យមើលថាគេបាញ់ថ្នាំកជីបបាញ់អីត្រូវរហូតដល់បងប្អូនអ្នកដែលដាំអ្នកដែលអីជាមួយគ្នាដែលគាត់ធ្លាប់ធ្វើកន្លងមកគឺគាត់ឲ្យខ្ញុំភ្ជួរចោលក៏ប៉ុន្តែខ្ញុំនៅជំនះដោយសារថាខ្ញុំក៏អ្នកអីសិក្សាខាងថ្នាំមកបងប្អូនអញ្ចឹងទៅក៏យើងជំនះបន្តិចទៅយើងចង់បាញ់ថ្នាំកែវាក៏ប៉ុន្តែដលនេះខ្ញុំកែបានជោគជ័យហើយដូចបងប្អូនមើលក្បាលវីដេអូអញ្ចឹងគឺខ្ញុំបាន12តោនជាងឥឡូវនេះចាំខ្ញុំដាក់វីដេអូដែលដំឡូងខ្ញុំត្រូវថ្នាំកជីបនឹងថាវាដាប៉ុណ្ណាចាំមើលទាំងអស់គ្នាបងប្អូននេះដំឡូងខ្ញុំកាលពីត្រូវថ្នាំកជីបត្រូវថ្នាំកជីបនេះដែរគឺដោយសារតែគេបាញ់ដ្រូនខាងលើខ្យល់ធ្វើឲ្យវាហើរមកទៅតែពេញដីបងប្អូនមួយហាត់ហ្នឹងគឺក្បាលដីជាប់គ្នាបដោយ200ម៉ែត្រជាងអញ្ចឹងគឺវាដាបទាំងអស់តែម្ដងស្ទើរតែ1 ហិកតាហ្នឹងគឺអត់កន្លែងណាសោះដែលអត់រួញគឺរួញខ្ញុលជាប់ដីអញ្ចឹងទាំងអស់ហើយខ្ញុំបាញ់ថ្នាំកែនេះគឺកែអស់លុយរៀងច្រើនដែរក៏ប៉ុន្តែដំឡូងនេះវាថ្លៃដល់ពេលហ្នឹងគឺអត់មានពូជទេបងប្អូនដល់ពេលអញ្ចឹងយើងបខំចិត្តទុកហើយទុកដល់ថ្ងៃដែលប្រមូលផលហ្នឹងគឺវាជោគជ័យហើយដូចបងប្អូនមើលទៅនេះគឺដាបខ្ញុំឡើងចង់យំខ្ញុំនិយាយមែនខ្ញុំជាអ្នកធ្វើផ្ទាល់ខ្ញុំជាអ្នកថែដោយផ្ទាល់ដៃដល់ពេលឃើញដំឡូងអញ្ចឹងគឺខ្ញុំឡើងអស់កម្លាំងមែនតើក៏ប៉ុន្តែជាយាមទាំងអ្នកធ្វើនៅចិត្តនឹងអីគឺថាភ្ជួរចោលឲ្យដាំសាមីទៅព្រោះអីដលងអនឯងវាដាបខ្លាំងវារួញអញ្ចឹងហើយបងធ្លាប់ធ្វើយូរហើយបើសិនជាត្រូវថ្នាំអញ្ចឹងគឺដឹងតែអត់មើលម្ដងក៏ប៉ុន្តែខ្ញុំក៏គិតថាខ្ញុំក៏ថ្នាំយើងបាញ់ពៅវាផងអីផងទៅហើយយើងក៏ដឹងពីបច្ចេកទេសខ្លះទៅយើងក៏ព្យាយាមកែវាហើយម្ដងថ្ងៃនេះដូចបងប្អូនឃើញអញ្ចឹងគឺបានផលពិតមែនបាទហើយឥឡូវនេះគឺយើងងាកមកការប្រមូលផលរបស់យើងវិញបណូកសនេះគឺសិតតែជាដំឡូងហើយបងប្អូនហើយដំឡូងសបកសសាច់សនេះគឺអត់ទុកឲ្យធំទេបើសិនជាទុកឲ្យធំវិញបងប្អូនហើយមិនក្រោមពី20តោនជាងទេដំឡូងខ្ញុំនេះប៉ុន្តែខ្ញុំប្រមូលផលនេះគឺវាតូចមែនតែនស្ទឹងថា50000 60000 70000បាន1គីឡូដល់ពេលចឹងទៅទិន្នផលវារៀងតិចហើយការដែលភ្ជួរទៅគឺអត់មានឃើញច្រាងដូចអាការ៉ុតទេហើយដីយើងរៀងសើមតិចគឺបងប្អូនយើងដើរកាយផងអីផងទៅបានមើមអញ្ចឹងណាហើយវាអត់ក្រហមជ្រិលពេញដីទេបើសិនជាអាការ៉ុតវិញគឺក្រហមហើយបងប្អូនមួយហាត់ត្រឹម12 13តោនឃើញក្រហមច្រាងតែម្ដងប៉ុន្តែរបស់ខ្ញុំនេះគឺសហើយពេលនេះគឺបានការ៉ុងរៀងច្រើនគ្រាន់ដែរហើយនៅពេលដែលថ្លឹងបានយើងដឹងថាប្រហែលអញ្ចឹងហើយខ្ញុំយកទៅវៀតណាមផ្ទាល់ហ្នឹងគឺបាន16កន្លះអញ្ចឹង12តោនជាងបងប្អូនបានច្រើនដែរ10តោនវា6 10លានចឹងនៅ2តោនទៀតវាថា3លាន20ទៀតបាន19លានជាងដែរបងប្អូនដលងក្នុង1 ហិកតាហើយខ្ញុំចំណាយនេះគឺចំណាយអស់ច្រើនដោយសារតែខ្ញុំព្យាបាលវាផងឲ្យផងគឺចំណាយអស់ខ្ទង់ចូល75លានណាបងប្អូនទាំងសយោតំណក់ទាំងអីហ្នឹងហ្នឹងដោយសារតែវាត្រូវថ្នាំគេទេបើសិនជាអត់ត្រូវថ្នាំគឺយើងធ្វើអត់តិចល្មមទេអញ្ចឹងដលងនេះគឺចំណេញជាង10លានដែរបាទហើយសម្រាប់ការចំណេញរៀងច្រើននេះដោយសារតែខ្ញុំគឺជាអ្នកដាំខ្លួនឯងហើយលក់ខ្លួនឯងយកទៅវៀតណាមខ្លួនឯងទេបងប្អូនបើសម្រាប់បងប្អូនអាចតិចជាងនឹងអញ្ចឹងណាប៉ុន្តែក៏យើងអាចថាដំណាំនេះវាលឿនដំឡូងនេះខ្ញុំធ្វើតែ2ខែ5ថ្ងៃទេសម្រាប់ពូជនេះគឺបើសិនជាធំពេកគឺវៀតណាមវាអត់ស៊ីទេអញ្ចឹង
វាមានតែរាងតូចៗចឹងបានវាស៊ីហើយវាត្រូវប៉ាន់ចឹងបើសិនជាបងប្អូនដែលចង់ដាំដលងអីបងប្អូនអាចដាំអសនេះក៏បានដាំអាការ៉ុតក៏បានដែរប៉ុន្តែបើទីផ្សារដែលទលំទលាយជាងគេហ្មងគឺអាការ៉ុតបងប្អូនបើទោះបីជាបងប្អូនដាំបានច្រើនប៉ុណ្ណាក៏វាលក្ខណៈថាបើសិនជាថោកក៏ថោកនៅក្នុងគេទិញដែរអញ្ចឹងណាវាអត់ដូចអសឬក៏អាសបកខំសាច់សទេបើសិនជាវាចាល់គឺអត់មានទីផ្សារទិញទេបងប្អូនអញ្ចឹងយើងអាចថាដាំអាការ៉ុតទៅវាអត់សូវហានិភ័យបើសម្រាប់ខ្ញុំគឺខ្ញុំដាំខ្ញុំផ្ទៀងខែផ្ទៀងពេលវេលាខ្លាំងណាដែលខ្ញុំចុះដាំម្ដងខ្ញុំសើបគ្រប់ទីកន្លែងទាំងអស់បើសិនជាមានគេដាំច្រើនគឺខ្ញុំអត់ដាំទេហើយខ្ញុំដាំគឺអត់ដែលបានត្រូវថោកទេបងប្អូនមិនថាអាការ៉ុតមិនថាអាសបកសសាច់សនេះអាសបកក្រហមសាច់សគឺខ្ញុំដាំខ្ញុំលក់អត់ក្រោមពី1500 1600ទេតាំងពីខ្ញុំដែលខាតម្ដងមកគឺខ្ញុំតែងតែតាមដានវារហូតមុននឹងដាំអញ្ចឹងហើយអញ្ចឹងមិនសិនថាបងប្អូនចង់ដាំបងប្អូនអាចសើបទៅបើគេដាំច្រើនយើងកុំដាំបើថាគេដាំតិចយើងដាំទៅអញ្ចឹងណាបើវាជួយគ្នាយើងដឹងស្រាប់ឲ្យស្រុកយើងគឺអត់អាចតម្លៃថេរទេអញ្ចឹងមានតែជូនពរបងប្អូនទាំងអស់គ្នាធ្វើដំណាំត្រូវពេលដែលថ្លៃទាំងអស់គ្នាព្រោះថាមានអ្នកណាអាចកំណត់តម្លៃបានទេមានតែយើងទៀងយើងសិក្សាពីការដាំដុះរបស់យើងនឹងទាំងអស់គ្នាទៅថាពេលណាដែលត្រូវច្រើនពេលណាដែលត្រូវតិចអញ្ចឹងយើងដាក់ឲ្យចំកុំឲ្យតែច្រើនពេកអញ្ចឹងណាបងប្អូនអញ្ចឹងដឹងតែបានតម្លៃថ្លៃយើងអត់ដឹងថ្លៃប៉ុណ្ណាទេយើងដឹងតែថ្លៃអញ្ចឹងណាបងប្អូនបាទហើយវីដេអូនេះដែរគឺខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបើសិនជាបងប្អូនត្រូវការដាំដំឡូងជ្វាបងប្អូនអាចតាក់ទងមកខ្ញុំបានហើយសម្រាប់បច្ចេកទេសដាំគឺខ្ញុំមានប្រាប់ជូនបងប្អូនទាំងអស់ហើយសម្រាប់ថ្នាំគឺខ្ញុំនឹងរៀបចំជូនបងប្អូនទាំងអស់តែម្ដងហើយខ្ញុំតែងតែទុកកតុយវីដេអូនៅច្រើននៅវែងហ្នឹងដោយសារតែខ្ញុំរកលុយតាម YouTube បងប្អូនអញ្ចឹងសូមអធិស្ឋានផងបងប្អូនដែលបានចូលមើលហើយអញ្ចឹងបើសិនជាវាវែងពេកដោយសារតែខ្ញុំរកលុយតាម YouTube អញ្ចឹងទៅខ្ញុំដាក់វីដេអូកតុយវែងអញ្ចឹងទៅខ្ញុំអត់បាននិយាយទេអញ្ចឹងបងប្អូនស្ដាប់តែខ្លឹមសារខាងមុខហ្នឹងក៏បានដែរហើយបើសិនជាមានដំឡូងកុំភ្លេចតាក់ទងមកខ្ញុំផងខ្ញុំទទួលទិញជារៀងរាល់ថ្ងៃផងដែរអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំសូមបងប្អូនធ្វើដំណាំបានតម្លៃថ្លៃបាទអរគុណសូមជម្រាបលារបស់គេអាស្អីរបស់គេហ្នឹងធ្វើមកឲ្យទៅចិនយកមកបានមកខ្ញុំសល់លុយទៅកន្លែងចូលតការហើយមកខាទៀតចេកគឺថាចេកដល់កដាំមកទៀតបើយកទៅអីយកទៅអីបាទចេះតែថាទូចហ្នឹងខ្ញុំរងឲ្យបានតែទូរស័ព្ទនេះឯងរម៉ួយឲ្យញ៉ាំមួយហ្នឹងលើកមើលទៅលោកអាធប់មួយខំថតវីដេអូអីអត់ចង់ល្បីទេបើទេតែធ្វើដីបាត់ខ្លួនម៉ែមើលធ្វើការតែឯង
nó pe riêng cái ban riêng trời nó pe rong ắt cáiวันนี้ไปกอไปตุยตุยจ้ะตะโลนี่กอไปตุยตุยเดี๋ยวไปก่อนนะกอมาป้าดาดก็ได้เอาไปสรวยพองกอดจอมรองตายปีรองปูเมิมครั้งปีรองนี่เมิมครั้ง